វីដេអូនេះធ្វើជូនសម្រាប់បងអូនដែលគាត់អត់សូវចេះញ៉ាំម៉ាឆាឬក៏គាត់ទៅតែញ៉ាំម៉ាឆាថ្មីអញ្ចឹងខ្ញុំយកប្រភេទម៉ាឆានេះដែលវារៀងស្រាលដែរទេជាប្រភេទម៉ាឆារបស់ចិនណាបងប្អូនហើយបងប្អូនដាក់ទឹកដោះគោស្រស់ទៅតាមម៉ាកដែលបងប្អូនចូលចិត្តមកហើយថ្ងៃនេះខ្ញុំប្រើ mixer អត់បានប្រើកូនចានហើយនឹងអាស័យវាយទេណាដាក់ mixer វាយបែបនេះគឺឡើង smooth ឡើងខ្ទិះល្អមែនទែនបងប្អូនវាយឲ្យសព្វចឹងមកសម្រាប់កែវនេះវានៅសល់ខាងក្រោមបន្តិចកាកមច្ឆាបងប្អូនអាចយកទៅយោណាយកមកកវាបន្តិចចឹងទៅណាបន្ទាប់ពីវាយសព្វហើយបងប្អូនដាក់ទឹកឃ្មុំបន្តិចមកនៅខ្ញុំប្រើទឹកឃ្មុំដូចវីដេអូដែលខ្ញុំបានបង្ហាញវគ្គមុនចឹងណាដាក់បរិមាណតិចមកចុងក្រោយដាក់ទឹកកូរវាមកដូចជាការស្រេចរសជាតិឆ្ងាញ់មែនទែនបងប្អូនអាចសាកមើលបានណាជួបគ្នានៅវីដេអូក្រោយបាយបាយ